ជំរាបសួរសวัสดีค่ะថ្ងៃនេះឆាគ្រឿងឆ្អឹងជ្រូកចាឆ្អឹងជ្រូកខ្ចីឆាគ្រឿងវាថាយើងលាយគ្រឿងឆាគ្រឿងហ្នឹងទៅបុកគ្រឿងបែបម្ជូរគ្រឿងហើយដាក់ម្ទេសផ្លោកអីចូលហើយឆាជាមួយនឹងកាពិចាចឹងឆាជាមួយកាពិយើងលីងគ្រឿងលីងកាពិនឹងស្ករក្រហមឲ្យវារលាយអស់ហើយយើងចាប់ផ្ដើមដាក់ឆ្អឹងជ្រូកនេះដូរឆ្នាំងដោយសារចាក់ទៅវិហារខ្ទះចាអញ្ចឹងក៏ត្រឡប់មកដាក់លើឆ្នាំងវិញព្រោះឆ្នាំងធំជាងខ្ទះហើយអញ្ចឹងក៏ដាក់ឆាវាយើងឆាវានេះទៅហើយយើងដាក់ទឹកប្រហែលជាមួយកែវទៅហើយក្រៅពីហ្នឹងវាចេញទឹកពីឆ្អឹងជ្រូកហ្នឹងហើយចាដល់ពេលអស់ទឹកមួយកែវហ្នឹងគឺវាចេញរសជាតិហើយយើងដាក់ប្រេងខ្យងទឹកត្រីខណអីតាមធម្មតាធម្មជាតិបែបឆាហ្នឹងមកចាហើយខ្ញុំបងកាពិចាតាមពិតត្រូវបងម្ជូរសដានអីទៀតទៅវាឆាឲ្យវាជូរនេះណាតែខ្ញុំអត់ដាក់ម្ជូរសដានអរគុណច្រើនជម្រាបលា